如鱼得水，如鱼得水。如鱼得水ចឹងសម្រាប់ឆុងអ៊ីនេះយើងត្រូវប្រុងប្រយ័ត្នចំពោះការបញ្ចេញសំឡេងដូចជាពាក្យថាអ៊ឺត្រីយើងត្រូវធ្វើម៉េចឲ្យមាត់ស្រួចណាកាលណាយើងអានអត់មាត់ស្រួចទេវានឹងចេញជាសូរស័ព្ទពាក្យផ្សេងហើយស្រួយស្រួយគឺយើងត្រូវការអ៊ឺនតិចណាមិនស្រួយណាស្រួយចឹងរូហ្នឹងបានន័យថាដូចអ៊ឺត្រីទើបានន័យថាជាពាក្យភ្ជាប់ឬក៏ពាក្យបញ្ជាក់ឲ្យអ៊ឺហ្នឹងទៅហើយមានពាក្យស្រួយស្រួយទឹករូយទៅស្រួយត្រូវគ្នាដូចទឹកនឹងត្រីចឹងជាភាសាអង់គ្លេសយើងអាចបកថា fit in perfectly or thrive in the right environment ចឹងពាក្យថារួយទៅស្រួយហ្នឹងគឺយើងប្រើសម្រាប់ពិពណ៌នាពីស្ថានភាពមួយដែលបុគ្គលម្នាក់គាត់ស្ថិតនៅក្នុងបរិយាកាសដែលស័ក្តិសមបំផុតសម្រាប់ពួកគាត់ដើម្បីបញ្ចេញសមត្ថភាពឬក៏យើងអាចថាគាត់កំពុងនៅក្នុងបរិយាកាសមួយដែលមានផាសុកភាព feel like home ហ្នឹងហើយចឹងយើងបកបានច្រើនស្ថានភាពហ៎ចឹងយើងក៏លេចមកឧទាហរណ៍ទី1他已经公司就如鱼得水គាត់គ្រាន់តែចូលក្នុងក្រុមហ៊ុនភ្លាមដូចទឹកនឹងត្រីអញ្ចឹងកន្លែងហ្នឹងគឺចង់បង្ហាញអំពីក្រុមហ៊ុនហ្នឹងល្អហើយសមនឹងគាត់ជាបុគ្គលិកដែលមានសមត្ថភាពបុគ្គលដែលមានសមត្ថភាពទៀតធ្វើឲ្យត្រូវគ្នាតែម្ដង She fit right in as soon as she joined the company ឧទាហរណ៍ទី2在这里工作我真是如鱼得水មិនថាធ្វើការនៅទីនេះខ្ញុំមានអារម្មណ៍ដូចនៅផ្ទះអញ្ចឹងថាយើងមានផាសុកភាពនិយាយទៅស្រួលហ្មងមានអារម្មណ៍ថាដូចមិនកន្លែងធ្វើការដូចនៅផ្ទះនឹងន័យរបស់គេដូចតែអញ្ចឹងវាមិនដូចន័យខាងលើទេណានេះហ៎អញ្ចឹងយើងបកប្រែទៅតាមស្ថានភាព Working here I really feel at home ឧទាហរណ៍ទី3有他在事情如鱼得水ឲ្យតែមានគាត់នៅនឹងអ្វីៗគឺរលូនហ្មងដូចទឹកនឹងត្រីអញ្ចឹងតោះឥឡូវយើងក៏លេចទៅមើលរឿងពីក្រោយឆុងអ៊ីមួយនេះអញ្ចឹងកាលពីយូរលង់ណាស់មកហើយជូកលៀងគាត់គឺជាមនុស្សដ៏សំខាន់បំផុតសម្រាប់លាវប៉ៃគឺជូកលៀងគឺនៅតែនៅក្បែរលាវប៉ៃរហូតចឹងនៅពេលដែលគេសួរថាហេតុអីបានជាលាវប៉ៃគាត់ជឿទុកចិត្តលើជូកលៀងម្ល៉េះហើយគាត់លាវប៉ៃក៏គាត់ឆ្លើយថាជូកលៀងហ្នឹងគឺជាមនុស្សដែលស័ក្តិសមបំផុតជាមនុស្សដែលមានសមត្ថភាពហើយសម្រាប់ជូកលៀងវិញគឺគាត់មានអារម្មណ៍ថាគាត់នៅជាមួយលាវប៉ៃគឺជាបរិយាកាសដែលស័ក្តិសមសម្រាប់គាត់ព្រោះគាត់អាចបញ្ចេញនៅសមត្ថភាពនិងទេពកោសល្យរបស់គាត់បានអញ្ចឹងបានជាគេប្រើពាក្យហ្នឹងបានន័យថាមនុស្សប្រកែហើយនៅក្នុងបរិបទមួយដែលត្រឹមត្រូវស័ក្តិសមទៀតនោះវាកាន់តែត្រូវគ្នាត្រូវម៉ាច់តែម្ដងហ្នឹងហើយចឹងយើងមិនអាចមានតែត្រីអត់ទឹកទេហើយក៏យើងមិនអាចមានទឹកអត់ត្រីដែរជាត្រូវតែមានទៅមានមកអញ្ចឹង如鱼得水，如鱼得水，如鱼得水。